បាទគ្រប់ជ្រាបសួរពុកម៉ែបងប្អូនបាទបលឹមឡើងដាក់កាទៀវមួយចានសិនពុកម៉ែបងប្អូនណាបាទនេះអានេះអត់បានចេញមើលគោទាំងព្រឹកទេបាទរាល់ដងបងប្អូនឃើញចេញមើលគោទាំងព្រឹកដោយសារតែយើងអត់មានប្លង់អញ្ចឹងក៏ហេតុធូឆ្លៀតទៅហូបកាទៀវនៅផ្សារមកព្រឹកមកណាបាទនេះហើយទិដ្ឋភាពនៅខាងផ្សារសឿអានេះគេហៅផ្សារបន្លែផ្សារត្រីផ្សារសាច់បាទឡាយលក់បលកាទៀវមកណាបាទនេះបាទមានទាំងអ្នកលក់សាច់គោលក់សាច់ជ្រូកលក់សាច់មិនលក់បបរលក់កាទៀវលក់នំបញ្ចុកបាញ់ឆែវជុំវិញទាំងអស់ហ្នឹងបាទនេះសាក់មួយកាទៀវនេះបាទនេះជាប៉ាប់មួយកាទៀវផ្សារសឿបាទនេះអញ្ចឹងបងប្អូនណាបាទរាល់ពុកម៉ែបងប្អូនត្រូវការហៅហេតុទៅមើលគោតាក់ទៅមកបាទហេតុទៅមើលជូនខុសត្រូវកម្មការកម្មការនោះណាបាទការរស់ស៊ីតែមានខុសមានត្រូវប៉ុន្តែទៅចង់អត់ត្រូវទេមុនចង់លក់ប្រកបទៅដល់ត្រូវហើយតែហៅធ្វើតេស្តលេងហ្នឹងវាមិនត្រូវទេបងប្អូនត្រូវការលក់ប្រកបយើងទិញតាមតម្លៃហាងឆេងបច្ចុប្បន្នណាបាទនេះចរចាគ្នាលេខកាត់ជើងត្បូងណាបាទចឹងបលឹមឡើងគឺយើងដាក់កាទៀវមួយចានសិនបាទនេះពីអ្នកអាដាមពេទ្យាខ្ញុំបាទកំពុងដាក់កាទៀវមួយចានដែរហើយបាទនេះយើងថានៅផ្ទះបលឹមឡើងហូបកាទៀវបើសិនខ្ញុំដាក់ទិញគោក៏ខ្ញុំហូបបាយហើយថាយើងហូបបាយបានហើយពេលរយៈពេលវាយូរមកយើងហូបកាទៀវមួយផ្លេតវាថាឃ្លានវិញណាតែនេះសានៅផ្ទះបាទសានៅផ្ទះយើងក៏បានហូបកាទៀវទៅហើយក៏ដើរមើលផ្សារមកជុំវិញផ្សារមកណាបាទនេះប្រពន្ធខ្ញុំដើរទិញមកហូបទិញអីបាទនេះបាទនៅផ្សារសឿមានច្រើននិយាយថាដើមដោយស្រែផ្លែនៅផ្សារស្អីក៏មានដែរបាទនេះក្តាមខ្យងបន្លែត្រីសាច់ផ្លែឈើអីក៏មានដែរបាទឲ្យតែយើងមានលុយទិញបាទស្អីក៏មាននៅផ្សារនោះអញ្ចឹងមកថានៅផ្សារវាស្រួលបាទដើមដោយស្រែផ្លែនៅផ្សារបាទត្រីវារស់នៅស្រែដែលបើចាប់លក់ទៅផ្សារណាបាទអញ្ចឹងបងប្អូនបាទអានេះថាវីដេអូពេលព្រឹកបាទរាល់ដងបងប្អូនព្រលឹមឡើងឃើញឲ្យធូជ្រាបសួរឡើងក៏ចេញមើលព្រលឹមឡើងចេញទៅមើលគូនេះមើលគូនោះតែថ្ងៃនេះគឺថាអត់មានបានដើរមើលទៅណាទេបាទដោយសារតែអត់មានប្លង់បាទនេះអញ្ចឹងមានតាំងពីជនជាតិមានតាំងពីស្អីអូអ្នកនៅផ្សារអញ្ចឹងហ្នឹងបាទជនជាតិក៏វារកតម្លៃស្រុកតម្លៃស្រួលដែរបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូននេះខ្លាច់អៀនកាមេរ៉ារុកគិចបាទនេះអញ្ចឹងបងប្អូនមកថាត្រូវការលក់គោទៅមកបាទទៅមកទៅហេតុទូទៅនេះបាទនេះបាទត្រូវការលក់គោប្រហែលក្បាលក៏ទៅមកបាទលក់ច្រើនកាលណាល្អកាលហ្នឹងយើងទិញតែមួយសាបានពេញក្រោលតែម្ដងបាទដូចជាស្ដែងម្សិលមិញអញ្ចឹងទិញតែមួយសាបាននឹងណែនក្រោលប៊ឹសបាទហេតុទិញបានច្រើនហើយហេតុទិញភ្លាមលក់ភ្លាមបាទនេះកន្លែងបងខ្ញុំបដូរប្រាក់បាទនេះហើយប្រពន្ធខ្ញុំបាទមកបញ្យល់បានមកយកគ្រឿងភ្លើងបាទដាក់រៀបចំដាក់ឲ្យបាទជាងចុះតភ្លើងហើយបាទធ្វើកន្លែងតទៅផ្ទះខ្ញុំឲ្យថ្មីនោះបាទនេះការងារកើតខាងអញ្ចឹងឯងបាទការងារខ្ញុំខាងគូការងារកើតខាងរឿងលក់ដូរទិញរបស់របរទិញអីរៀបចំការងារនៅផ្ទះចំណងនៅផ្ទះកើតមេនៅក្រៅខ្ញុំមេហើយបាទនេះការងារកើតស្អីខ្លះទេនេះបាទឡានទៅបានបោះជូនដាក់ច្បាងមុនឡើងពេញទៅប្រឡាក់ច្បាងប្រឡាក់អីនេះបាទទៅបានប្រពន្ធចេះបើកឡានក៏ស្រួលដែរមិនបាច់ហត់ចាំតំណាប្តីជូនមកណានេះប្រពន្ធខ្ញុំអាឡានណាក៏ចេះបើកដែរបាទនេះតែញ៉ាធំចូលអាតូចចេះអាតូចចូលអាធំគាត់បើកបានទាំងអស់នៅតែកបីយន្តត្រាក់ទឿមតែគាត់បើកមិនឲ្យគាត់បើកទៀតបាទនេះបាទនេះអាគុណហងខ្ញុំត្រាក់បាត់លោកចេះដាក់បាត់លោកចេះស្ពះលោកណាបាទអាហ្នឹងឲ្យរឿងធ្វើប៉ុនជំនាញម្ដងបាទរឿងធ្វើប៉ុនជំនាញណាបាទសុំលុយទៅដាក់បាត់លោកស្ពះលោកទៀតសាធុកទៀតអូយក្មេងឆ្លាតណាក្មួយខ្ញុំនេះកូនពីប៉ៅបាទមកវិញហ៎គេបានដាក់បាត់លោកគេសប្បាយចិត្តគេបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនត្រូវការលក់គោដូរគោទិញគោអីបាទទៅមកបាទហេតុទទួលទិញពីខេត្តបាត់ដំបងហើយនិងខេត្តបន្ទាយមានជ័យបងប្អូនណាបាទនេះមានស្រីមកមើលកន្លែងត្រគោបាទបានបណ្ណាបណ្ណៃឲ្យកាត់តែសុំមកមើលបាទនៅទៅលក់ដូរនោះនេះស្លៀកមកមើលបន្តិចបាទចេះតែមុខបដាហើយទៀតបានដាក់គោហ្នឹងណាបាទទៅបានដាក់គោបាទតែសារយើងខ្ជិលទៅយើងធ្វើកន្លែងវាស្អាតឲ្យល្អទៅដាក់ស្មៅច្បាំងមកសាទៅប្រឡេងវាក្នុងត្រង់ចាក់សទៅស្រួលប្រយបាទយើងដើរត្រាត្រីវាស្រួលបាទมันភ័យខ្លាចគោរបូតគោរួចអីហើយភ្លៀងមកក៏មានសាច់មានត្រូវដែរបាទខ្ញុំរៀបចំឃុំខាំងដាក់ឲ្យមកស្អាតចេះនេះរៀបចំបាទនេះថាថ្ងៃម៉ោង5ម៉ោង1ម៉ោង2ក៏ទៅទីហាត់ទៅមើលគោនៅខាងសពៅលូនបាទមកចេញឡានទៅវ៉ៃតែម្ដងមកទៅខាងចាក់ក្រៃបាទគោមួយក៏ទិញលក់ដូចគ្នាមកគេហៅទៅមើលបាទខាងចាក់ក្រៃមកទៅហៅទៅត្រូវក៏ទៅដែរបាទហើយទៅដឹងឲ្យតម្លៃខុសត្រូវលើកលែងគ្នាមកណា
បាទប៉ុន្តែតើមើលនេះអត់ទាន់ត្រូវទេដោយសារតែគិតទិញមកថ្លៃដែរគិតជាមួយកណ្ដាលដែរណាបាទគិតទិញមកថ្លៃទៅយើងក៏បាទបើយើងទិញលឿនថ្លៃទៅយើងឲ្យទៀតវាអត់បានចំណេញទេបាទដោយសារកន្លែងខ្លះក៏ទិញមកថ្លៃកន្លែងខ្លះទិញមកបានសមទៅចែកគ្នាបានស៊ីទៅតែគោឈ្មួញតែទិញមករឿងថ្លៃចែកគ្នាមិនបានទេបាទលក់រៀងខ្លួនទេបងប្អូនណាបាទបើស្ថានគិតទិញមករឿងសមទៅក៏ត្រូវការលុយបវលលឿនក៏លក់ឲ្យយើងតទៅអានឹងគ្រាន់បានហើយត្រូវគ្នាខ្លះបងប្អូនណាបាទនេះទៅខាងចាក់ក្រៃចេញពីសពៅលូនទៅប្រហែល 4-5 គីឡូទៀតបាទនេះចឹងទៅហៅទៅហើយនេះខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យដាក់តម្លៃរឿងសមរម្យសៀបស្ទង់មើលទៅអាចទៅមើលជូនបងប្អូនណាបាទនេះម្ចាស់កាត់នេះជិះម៉ូតូកង់3នាំពីមុខទៅបាទនៅខាងភូមិចាក់ក្រៃបាទទៅលើកទី1នេះហៅទៅប៉ុន្តែទៅអត់ត្រូវទៀតដោយសារគាត់ទិញមករឿងថ្លៃបាទទិញមករឿងថ្លៃគោវាល្អដែរបាទគោវាល្អប៉ុន្តែតម្លៃក៏វាខ្ពស់ដែរពេលចឹងទៅយើងវាអត់ត្រូវបាទនេះគោគាត់សាច់ល្អបាទប៉ុន្តែយើងសំខាន់តម្លៃវារឿងខ្ពស់ដែរយើងយកមកអត់ឃើញចំណេញចឹងយើងឲ្យតម្លៃគាត់ទៅគាត់លក់អត់កើតក៏យើងលើកលែងទៅការរ៉ូស៊ីវិញមានខុសមានត្រូវណាបាទនេះកុំតែបងប្អូនប្រកែប្រកាន់ទៅខាតសាំងឡាន់ខ្ញុំទេបើខុសត្រូវក៏មកប្រកែប្រកាន់បងណាបាទនេះគោខ្ញុំទិញមកមួយថ្ងៃគេថាពេញបឹបពេញក្រោនេះបាទមិនដល់ភ្លាមអត់មានសល់ទេបាទគោខ្ញុំមិនដល់ភ្លាមលក់អស់ភ្លាមតែម្ដងបងប្អូនណាបាទវាទូទិញទាំងក្រោចឹងបាទអានេះមកក្រោគេណាបាទមកក្រោអស់មកដល់ភ្លាមបាន1ម៉ោងផងបាទអស់លេងប៉ុន្តែគោហេទូទោះបីលក់នេះមិនទាំងអស់នេះលក់អស់លេងហើយមានសល់ណាទោះបីលក់អស់ប៉ុណ្ណាយើងនៅជ្រត់ស្មៅជួយឲ្យវាស៊ីសារម្ចាស់គេមិនតែម្ដងទេបាទដាក់វាស៊ីឆ្ងាញ់បងប្អូនណាស៊ីឆ្ងាញ់ស៊ីឆ្អែតដោយសារខែណាខែតពូស្មៅហេទូជ្រត់ដាក់ស៊ីរហូតដែរលេខតែខែអត់មានស្មៅទេបងប្អូននេះបាទថត selfie ជាមួយគោគ្រប់គោមកតែមានអនុស្សាវរីយ៍ជាមួយខ្ញុំហើយបាទមុនឆ្លងចេញទៅយើងអត់មានអនុស្សាវរីយ៍ជាមួយគ្នាបងប្អូនណាបាទនេះអញ្ចឹងបញ្ជាក់មកខាងដើមវិញបងប្អូនត្រូវការលក់គោទៅមកបាទហេទូទទួលទិញ2ខែបាទអរគុណច្រើនបាទ